សួស្តីបងប្អូនទាំងអស់គ្នានេះគឺខ្ញុំថតពេលព្រឹកម៉ោងប្រហែលជា6ជាងហើយនៅក្រោយខ្នងខ្ញុំស្ទើរតែដើមចេកហើយតែចការចេកចុះបងប្អូនដើមចេកឆឹកនេះបងប្អូនគម្រោងធ្វើទ្រង់មាន់ណាហើយខ្ញុំធ្វើនេះអត់បានជាចិនដៅដាំបកគោទេព្រោះដីនេះគឺទឹកលិចហ្នឹងបងប្អូនខែវស្សាអីចឹងខែ9ខែ10ហ្នឹងខែប្រជុំអីហ្នឹងទឹកលិចចឹងហើយគឺខ្ញុំធ្វើអត់ដាំបកគោទេនេះបងប្អូនណាប្រវែងបណ្ដោយគឺ2.65 ម៉ែត្រទទឹង1.75 ម៉ែត្រជើងស9ហើយនៅផ្លូវនេះកន្លែងខ្ញុំថតហ្នឹងគឺទ្វារហើយខ្ញុំធ្វើនេះលក្ខណៈ2ជាន់ណាបងប្អូនមិនធំប្រហែលទេបងប្អូនហើយនៅតែប្រក់ដំបូលហើយនឹងជញ្ជាំងហើយនឹងក្រាលរនាបប្រក់ដំបូលគឺខ្ញុំប្រើសាំងអាស័យជាងប្រហែលជាខ្ញុំត្រូវប្រើតង់ឬក៏សាំងអាស័យចឹងឬក៏រនាបអាស័យទៅមកប្រហែលទេបងប្អូនតែអាចជួយចការបានដោយសារតែតាមអាស័យចាស់បើអញ្ចឹងទៅយើងប្រើខ្សែចងខ្លះនេះបងប្អូនខ្សែហើយកន្លែងខ្លះក៏យើងវាយឌីកូទៅវាយឌីកូអាមកទឹកខ្លះចងខ្សែផងចងលួសផងនេះมันខ្ពស់ទេបងប្អូនសសរនោះប្រហែលជា2 ម៉ែត្រជាងសសរប្រើ9សសរធំហើយនៅដាក់បន្ថែមទៀតហើយត្រង់នេះប្រហែលជាដាក់មន់បាន5 6ក្បាលដាក់មេដាក់តិចសិនចាំមើលមន់កាត់កូនកាត់ចៅហើយត្រង់រឹងមាំយើងតម្លើងមកជាន់ទៀតជាន់លើណាហើយខ្ញុំធ្វើនេះគឺនៅក្រោមដើមខ្នុរនេះដើមខ្នុរដើមចេកតែអញ្ចឹងទៅភ្លៀងខ្យល់អីចឹងវាជួយទប់ដែរណាយើងធ្វើមិនទៅខ្ពស់ប៉ុន្មានទេហើយក្រោមដើមស្ដៅទៀតបងប្អូនអញ្ចឹងទៅខែក្ដៅខែអីគឺមន់សួររកកន្លែងជ្រកណាអត់សូវក្ដៅហើយដល់ពេលនៅខាងត្រង់ហ្នឹងគឺយើងដាំបង្គោពាត់សំណាញ់ទៀតណាធំបងប្អូនចង់ពាត់ដល់ក្រោយទៀតតែដោយសារតែខ្វះថវិកាខ្វះលុយចឹងហើយខ្ញុំធ្វើតិចសិនតាមសមត្ថភាពណានេះឃើញបង្គោខ្ញុំដាំខាងបងប្អូនខ្ពស់ចូល3 ម៉ែត្រកន្លះ2 ម៉ែត្រកន្លះខ្ញុំដាំជម្រៅហ្នឹងចិត្ត40 សង់ទីម៉ែត្រដាំបង្គោទៅមកយើងទិញសណាញ់ពណ៌ជំវិញដើម្បីការពារកុំឲ្យឆ្កែចូលមកខាំឬក៏ពស់ផ្សេងព្រោះនៅក្រៅនោះគឺមានដើមអាស័យកាលណាមានដើមអាស័យពស់ថ្លាន់ពស់វែកពស់នេះអីតែតែមានបងប្អូនយើងការពារទៅដើម្បីឲ្យការចិញ្ចឹមមាន់របស់យើងហ្នឹងដំណើរការទៅល្អហើយចាប់បានផលហើយកន្លែងនោះគឺខ្ញុំដាំដើមតឡាចនេះជាការចេកសុតហ្នឹងបងប្អូនណាមើលទៅយើងចេកជ្វាចេកវងចេកណាំវ៉ាចេកលាក់មានទេខ្ញុំថតពេលព្រឹកបងប្អូនចិត្តភាពស្អាតមែនតើដើមចេកបៃតងចេកធម្មជាតិចេកនេះថាមួយអាទិត្យទៀតគឺកាប់បានណាចិត្តមូនៅជ្រុងឡើយនេះនៅចិត្តត្រង់តងទៀតណាបងប្អូនចេកច្រើនពេកកាលណាកាត់ម្ដងវិញអត់មានអ្នកហូបទេបងប្អូន
តរអតិថិជនលក់ស្លឹកចេកក៏លក់បានដែរបងប្អូនសម្រាប់អំពូមីងមួយចំនួនគាត់ចូលចិត្តវិចនំបត់នំគមចេកចឹងទៅគាត់ទៅកាយស្លឹកចេកចឹងទៅកាត់លក់ឲ្យគាត់ទៅធូរថ្លៃលក់ឲ្យអ្នកស្រុកអ្នកភូមិហ្នឹងហើយអញ្ចឹងវីដេអូហ្នឹងមានតែប៉ុណ្្នឹងទេបងប្អូនអរគុណច្រើន